nè bồn bồn mà đá lấy tay khai này sâu bên thực tế để sáng khai prang khai sáng tức là tay khai này sâu bên thực tế để sáng khai prang khai sáng tức là hay chia sẻ nó thằng lỡ nút tay mà đỏ hà lâu cái vùng tại ở mình bà cho lênទឹកhàn màu vui bông có đời xa ngày đi tầm này ngày tết bà hay chỉ khai prang ở sâu bên thực tế bông bồn complex mà lên nấu hàng khai có công ở thế mà bà khaiภาษา គឺមានទឹកច្រើនមែនតើប៉ុន្តែដោយសារឥឡូវខែប្រាំងបងប្អូនអាចមកលេងបានដែរទឹកវារៀងខ្សោយវាអត់ហូរខ្លាំងដូចខែភាសាទេណាបាទអញ្ចឹងតិចទៀតខ្ញុំធ្វើដំណើរទៅខាងនោះបន្តិចថតយកជុំឲ្យបងប្អូនមើលលេងហើយខ្ញុំទុកម៉ូតូនៅខាងក្រោយនេះមិញនេះហូបបាយនៅក្នុងកញ្ចក់ខាងក្រោយខ្នងហើយម៉ូតូទុកនេះបាទមកម៉ូតូ3នោះក្មេងៗគេកំពុងតែចរលេងទឹកបងប្អូននេះគឺជាស្ទឹងដំណាក់ក្បូនបាទស្ថិតនៅក្នុងខេត្តកោះកុងហើយមានកញ្ចុះបងប្អូនកញ្ចុះគេមានច្រើនបាទកញ្ចុះមានច្រើនហើយទេសភាពស្អាតមែនទែនតែម្ដងបងប្អូនដោយសារតែមេឃនេះរៀងអត់សូវមានពពកទេបាទតែមេឃរៀងខៀវហើយពពកដុំអញ្ចឹងខ្ញុំមកនេះខ្ញុំមកប្រហែលមើលខ្ញុំជិះម៉ូតូប្រហែលជា40នាទីជាងបាទពីដងតងមកនេះបងប្អូនខាងក្រោយខ្នងខ្ញុំទេសភាពអេមកាលខ្ញុំមកខែភាសាមុននោះគឺមានទឹកច្រើនហើយមេឃអត់សូវមានផ្ទៃមេឃពណ៌ខៀវអញ្ចឹងទេបាទមានពណ៌សដោយសារខែភ្លៀងនេះខ្ញុំនាំក្មេងៗមកលេងទឹកថ្ងៃអាទិត្យបងប្អូនកន្លែងនេះទេសភាពស្អាតបាទទេសភាពស្អាតណាស់
បងប្អូនមកដល់ផ្ទាល់មិនដឹងណាស្ថិតក្នុងខេត្តកោះកុងបាទកញ្ចុះគេមានច្រើនមែនទែនមើលកញ្ចុះនេះកន្លែងខ្ញុំអង្គុយនោះមាន2បាទ4ច្រើនណាច្រើនមែនទែនសម្រាប់បងប្អូនដែលមកលេងកំសាន្តបាទអាចលេងទឹកឥឡូវវាទឹកហូរដែរបងប្អូនដោយសារអីខ្ញុំនិយាយថាលេងទៅវាវត្តភាពល្អបន្តិចដោយសារទឹកវាអត់ហូរខ្លាំងណាទឹកហូរល្មមដែរទេបាទទឹកហូរល្មមទេបាទអត់ខ្លាំងដូចខេត្តភាសាទេជាធម្មតានៅខាងព្រៃភ្នំបងប្អូនខេត្តភាសាគឺទឹកហូរខ្លាំងមែនទែនសត្វឡើងទៅលើខេត្តភាសាហូរខ្លាំងតែឥឡូវដោយសារខេត្តប្រាំងចឹងហូរមួយទេវាអត់ខ្លាំងទេវាអាចឲ្យយើងលេងបានណានេះបាទលេងទឹកវារៀងស្វាប់thêmបន្តិចដោយសារខែនេះខែប្រាំងទឹកអត់សូវហូរខ្លាំងទេបាទហើយទឹកថ្លាមែនទេថ្លាដូចកញ្ចក់មើលឃើញបាតទឹកព្រៃភ្នំបងប្អូនមើលបាទនៅចិត្តដងតុងយើងដែរទេបាទជីវាជីទៅវាមិនយូរប្រហែលបើសិនជាបងប្អូនអាចនិយាយថាអត់ប្រញាប់ជីកម៉ោងអីមកដល់ហើយតែខ្ញុំជីរៀងលឿនដែរ40នាទីអីមកដល់ហ្នឹងបាទទឹកភាពនៅខាងក្រោយខ្នងខ្ញុំបាទទៅទៀតហើយនៅខាងនោះក៏មានកញ្ចុះបាទមានកញ្ចុះហើយមានឡានបងប្អូនយើងមកលេងច្រើនដោយសារគាត់បាទមានពេលទំនេរមានពេលទំនេរគាត់មកលេងបាទអញ្ចឹងនេះទឹកហូរបងប្អូននេះទឹកហូរបាទនេះមកលេងnàyនេះលេងnàyនេះឃើញបងប្អូនទឹកហូរតិចដែរទេល្មមលេងស្ទឹងដំណាក់ក្បូនហើយបើសិនជាយើងឆ្លងពីខាងនេះទៅខាងកើតឡើងទៅគឺទៅរហូតទៅដល់ស្ពានតេជោសន្តិភាពបាទបងប្អូនស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាយើងហ្នឹងគឺទៅតាមផ្លូវហ្នឹងដែរអញ្ចឹងកន្លែងនេះបងប្អូនអាចមកបាទបបកត្រីបាទស្ទូចត្រីបានដែរនោះបងប្អូនយើងនៅខាងនោះគាត់មកបបកត្រីហើយមកស្ទូចត្រីនៅខាងក្រោមស្ពានបានអត់លេងទឹកទេចាំគាត់លេងនេះចាំអញអង្គុយលើនេះលើរៀនណាទៅឥឡូវខ្ញុំដើរទៅខាងនោះបន្តិចទៀតបងប្អូនដើរខាងនោះទេសភាពស្អាតបើសិនជាបងប្អូនមកថតរូបកន្លែងនេះក៏លយដែរបងប្អូនថតរូបអនុស្សាវរីយ៍បាទយកទេសភាពព្រៃភ្នំក៏ទេសភាពលយដែរទេសភាពអេមតែម្ដងបងប្អូនឃើញឮសំឡេងទឹកហូរអត់មើលតិចទៀតខ្ញុំដើរចុះខាងក្រោមនោះបងប្អូនខ្ញុំដើរទៅតាមនេះឥឡូវខ្ញុំទៅកន្លែងកញ្ចុះយកឲ្យបានតិចសិននេះកញ្ចុះគេស្ទឹងនេះទំហំធំបងប្អូនហើយពោពេញទៅដោយថ្មតែម្ដង
ឥឡូវខ្ញុំចុះទៅក្រោមបន្តិចទៀតអូខាងក្រោមគេស្ទូចត្រីខាងលើក្រោមស្ពានមិញគេស្ទូចដែរនៅនេះគេស្ទូចដែរនេះគេបងសំណាញ់ដែរតាមបងប្អូនឥឡូវយើងចុះទៅក្រោមបន្តិចទៀតយើងចុះទៅជាងអានោះយើងចុះទៅក្រោមបន្តិចទៀតទឹកត្រជាក់ប៉ុន្តែអត់លេងបងប្អូនអត់លេងទឹកផងខ្លាចសាមកៅអៅទៅបងស្នាញ់នេះទឹកហូរlạiនេះលេងទំនងមែនទេពីមុនខ្ញុំមកកន្លែងនេះមកម្ដងណាតែទឹកច្រើនមកដើរមកខាងក្រៅមកកើតទេទឹកច្រើនទៅតែឥឡូវខ្ញុំដើរមកកើតទៅបងស្នាញ់ខ្ញុំបើសិនជាខ្ញុំបងស្នាញ់ដូចគេដែរប្រហែលជាចូលដល់ដុំថ្មបងប្អូនតែកន្លែងនេះមានស្លែល្អិលឆ្លងកាត់តែវាល្អិលចូលតាមតែក្រៅវិញចឹងល្អិលយើងបាទក្នុងការឆ្លងវាស្លែច្រើនណាដោយសារទឹកហូរលើដុំថ្មហើយថ្មយូរទៅវាកើតទៅជាស្លែនេះមកទឹកកន្លែងនេះពពុះហូរខ្លាំងពេកឡើងចេញជាពពុះចេញជាពពុះទៅអូថ្ងៃនេះមករំតាមព្រៃភ្នំម្ដងនេះផ្លូវយើងមើលឃើញតែផ្លូវបងប្អូនវាឆ្លងពីស្ពាននេះទៅឡើងទៅលើហើយយើងអាចថតពីលើមកក្រោមបានដែរតោះឥឡូវឆ្លងទៅឡើងនេះមើលគ្រូខ្ញុំអាក្រក់ចាំលោកចោលតោះកោទៅលើឆ្លងជាន់ไม่ละหรอกមិញថាតាមប្រឡាស់នេះយើងអាចទៅរួចទេនេះហើយដើរមកក្រោយវិញចប់បាទតោះបាច់ឆ្លងទៅហ្នឹងទេទៅក្រោយវិញនោះបើយើងឆ្លងតាមមកផ្លូវបេតុងនោះបានប្រហែលជាល្ងាចជាតិបងប្អូនបានមានបងប្អូនយើងកាត់មកលេងច្រើនដោយសារខ្ញុំមកនេះម៉ោងមកដល់ម៉ោង10ជាងបងប្អូន10មកចេញមកម៉ោង
vậy buồn đãแต่ไปยังหกไม้ให้เมียนมาดอนนี้นะยังหกไม้ให้มาเอาดับเชียร์